ស្វែងរកព្រះធម៌ជាផ្លូវដ៏ល្អប្រសើរថ្លៃថ្លាពុះដើមបីសងគុណមេដាបៃតាបន្តរក្សាសាសនាព្រះពុទ្ធពុះជាព្រះសង្ឃក្រងស្បង់ជីវរថ្ងៃយប់រៀនហោចងចិត្តឲ្យស្ងប់ព្រឹកឡើងត្រាចបណ្បាតតាមស្រុកជីវិតកំណត់នឹកគុណពុកម៉ែជីវិតអ្នកបួងរួមដោយបាយបានអារម្មណ៍សស្អាតគ្មានចិត្តវាចវេផ្ដាច់នីសាយកម្មជាប់ពីបពេព្រះធម៌បងវ៉ែតាមផ្លូវសាសនាពុកតាំងពីតូចរហូតដល់ធំវត្តជាត្រនំសន្សំធម៌ស្ដាប់អវត្តព្រះជំរះចិនដាសពសាយមេតាស្វែងរកនីពៀនអ្នកបួងស្វែងរកព្រះធម៌ជាផ្លូវដ៏ល្អប្រសើរថ្លៃថ្លាពុះដើមបីសងគុណមេដាបៃតាបន្តរក្សាសាសនាព្រះពុទ្ធពុះជាព្រះសង្ឃក្រងស្បង់ជីវរថ្ងៃយប់រៀនហោចងចិត្តឲ្យស្ងប់ព្រឹកឡើងត្រាចបណ្បាតតាមស្រុក